សួស្តីអ្នកទាំងអស់គ្នាចឹងយើងឈានដល់វីដេអូរបស់យើងបន្តទៅដល់នឹងមេរៀននៅថ្ងៃហ្នឹងគឺយើងបន្តទៅដល់មេរៀនទី5ដែលយើងសិក្សាទៅលើribbon របស់ formula អញ្ចឹងនៅក្នុង ribbon របស់ formula នេះទាំងអស់វាមាន4 step ធំៗប៉ុន្តែខ្ញុំ detail តែ2 step ទេគឺគឺទៅដល់ក្នុង function library ហ្នឹងគឺខ្ញុំអត់ detail អត់ទេដោយសារតែនៅក្នុងហ្នឹងគឺវាច្រើនជាទូទៅគឺយើងរៀននៅក្នុងវគ្គ advanced នៅក្នុង function library ហ្នឹងលើកឡើងតែរូបមន្តមួយចំនួនតែដែលយើងសិក្សាដូចជារូបមន្តទៅដល់ sum រូបមន្ត array count អីហ្នឹងយើងសិក្សានៅក្នុង basic ប៉ុន្តែដូចជារូបមន្តផ្សេងៗដូចជារូបមន្ត and or not អីរូបមន្តទៅដល់ round up ទៅដល់ round down នេះគឺយើងរៀននៅក្នុងវគ្គ Word នៅក្នុង Excel វគ្គ Advanced yes អូខេអញ្ចឹងនៅក្នុង step ហ្នឹងគឺទី1ដែលយើងសិក្សាទៅលើ function library ទី2ទៅដល់នឹង define name ទី3ទៅដល់នឹង formula auditing ហើយចុងក្រោយគឺទៅដល់នឹង calculation អញ្ចឹងនៅក្នុងទី1នេះគឺខ្ញុំគ្រាន់តែបញ្យល់ត្រួសទេតទៅនឹង function library ហ្នឹងគឺមានរូបមន្តគោលវានៅក្នុងហ្នឹងជាធម្មតាវាស្ថិតនៅជាក្រុមរូបមន្តឧទាហរណ៍ auto sum អញ្ចឹងវាស្ថិតនៅជាក្រុម auto sum តែវាមាន sum មាន average មាន count មាន max មាន min yes ដល់ពេល financial គឺតទៅនឹងអ្នកខាងផ្នែកហិរញ្ញវត្ថុyes រូបមន្តហ្នឹងគឺយើងប្រើច្រើនមានដូចជា payway away យ៉ាងនៅក្នុង financial ដល់ពេលបន្តមកទៀតគឺ logical ហ្នឹងវាមានរូបមន្តដូចជា if មាន and មាន or មាន not ហើយមានរូបមន្តផ្សេងៗទៀតនៅក្នុងហ្នឹងមាន tag yes tag គឺមាននៅក្នុងហ្នឹងមាន that time yeah date and time ហ្នឹងវាមាន today មាន now មាន date មាន time អញ្ចឹងទៅដល់ពេល look up ហើយនឹង reference វាមាន look up មាន look up yeah មាន match មាន index ផ្សេងៗទៀតមានកណោទៀតរករូបមន្តនៅក្នុងហ្នឹងវាមានច្រើនជាងហ្នឹងហើយនេះតើតើរូបមន្តនៅក្នុងគណិតវិទ្យាគឺ math and string គឺវាមាន round up round down មាន sum product មាន sin មានកោសអីតាមមានតាំងសងអីផ្សេងៗច្រើននៅក្នុងហ្នឹងយ៉ាហើយចុងក្រោយគឺតើតើ more function វាមានដូចជា statistical មាន engineering មាន information មាន group អីចឹងផ្សេងៗ yes អញ្ចឹងអាហ្នឹងខ្ញុំអត់តន់បញ្យល់ទេខ្ញុំចាំបញ្យល់នៅក្នុងវីដេអូចុងក្រោយដែលយើងសិក្សាទៅលើរូបមន្តយកហ្មងប៉ុន្តែខ្ញុំចង់បញ្យល់គឺបញ្យល់ទី2ទៅដល់ define name អញ្ចឹងទៅដល់ define name កន្លែងនេះគឺវាអត់មានស្មុគស្មាញទេកន្លែងហ្នឹងគឺ define name បានន័យថា define ហ្នឹងបានន័យថាយើងចងជាគ្រប់អញ្ចឹងជាទូទៅតំណ័យខ្លះយើងអត់ចង់វាស្មុគស្មាញយើងអាចចងជាគ្រប់ហើយទៅសេឈ្មោះវាបានអញ្ចឹងទៅដល់ក្នុងdefine name នេះគឺវាមានចំណុច3ដែលយើងត្រូវដឹងទី1គឺទៅដល់ name manager ទី2គឺទៅដល់ define name ហើយទី3គឺ use in formula អញ្ចឹង name manager ហ្នឹងគឺជាការចែកចាយទៅគ្រប់គ្រង name របស់ rank នីមួយយ៉ាទៅពេល define name ហ្នឹងគឺជាការបង្កើតឈ្មោះផ្ទាល់ខ្លួនសម្រាប់ cell ឬក៏ rank អញ្ចឹងយើងដឹងឯ rank មួយ cell ហ្នឹងគឺវាស្តៀងគ្នាទេ rank ហ្នឹងបានន័យថាជាបណ្ដុំនៃ cell ប៉ុន្តែ cell បានន័យថាមួយ cell ប៉ុន្តែយើងចាំតែមើលចេះស្លេចនៅក្នុង Microsoft Excel yes អញ្ចឹងនេះជារូបរាងរបស់វាគឺវាមាន name manager មាន define name ហើយតែនឹងមាន use in formula យ៉ាងមានកន្លែងហ្នឹងអូខេតើឥឡូវយើងទៅមើលនៅក្នុង Microsoft Excel ទាំងអស់គ្នាអូខេអញ្ចឹងយើងចូលនៅក្នុង function ឬក៏ ribbon របស់ formula មកបន្តមកទៀតយើងទៅមើលយ៉ាងនេះគឺជាអ្វីដែលខ្ញុំបាននិយាយមិញតើតទៅនឹង function library ហ្នឹងដែលយើងនឹងសិក្សាទៅលើវីដេអូបន្តទៀតមិនមែននៅក្នុងវីដេអូហ្នឹងទេដោយសារតែកុំឲ្យវាវែងពេក yes ដោយសារហ្នឹងយើងត្រូវការយករូបមន្តវាមួយមកប្រើឥឡូវយើងចូលទៅដល់ define name នេះគឺយើងសម្រាប់ចងជាគ្រប់អូខេ
ចង់ជាក្រុមនៃបណ្ដុំនៃសារអូខេអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាថាយើងចង់ជាក្រុមមិនឧទាហរណ៍ថាខ្ញុំចង់បានប្រព័ន្ធនេះខ្ញុំចង់បានឥឡូវហ្នឹងគឺជា title របស់ក្រុមអញ្ចឹងខ្ញុំ select ទៅលើអាហ្នឹងហើយខ្ញុំយក define name តាមមកទៀតខ្ញុំដាក់ថាកន្លែងនេះដាក់ថាtitle យ៉ា title អញ្ចឹងទៅតាមកន្លែងនេះយើងអាចទៅសេដកគ្នាបានទៅកន្លែង name កន្លែងហ្នឹង yes យើងទៅសេបានជាប់គ្នាលេខដូចគ្នាដែរអត់អាចប្រើ space បានទេហើយកន្លែងនេះគឺវាមាន workbook មាន auto table color មាន some is weak as អញ្ចឹងយើងយក workbook មក workbook ហ្នឹងវាក្តោបទាំងអស់វាក្តោបទាំង auto table color មាន some is នឹងក្តោបទាំងអស់យកមកក្តោបទាំង relationship account យ៉ាវាក្តោបទាំងអស់អញ្ចឹងយក workbook មកមានន័យថាយើងធ្វើនៅក្នុង set ណាក៏បានដែរតែទៅនឹង workbook ហ្នឹងតែបើយើងយក auto table color មានន័យថាវាយើងធ្វើបានទៅក្នុង set ទេឬក៏យើងយកអីគេ the relationship account គឺយើងយកបានដែរកន្លែង set កន្លែងមួយហ្នឹងទេ yes okay អញ្ចឹងយើងយក workbook មកហើយយើងចុច okay បន្តមកទៀតអ្នកនរគ្នានៅពេលដែលយើងចង់ដឹងថាកុំឲ្យវាញ៉ៃយើងចង់ជាគ្រប់ហើយយើងទៅមើលថាឈ្មោះយើងចង់មិនគឺ title នៅពេលយើងចុច title ទៅវា select ឲ្យកន្លែងនេះកន្លែងអ្វីដែលយើងបាន select ហ្នឹងអញ្ចឹងអាហ្នឹងគឺជាអត្ថន័យនៃការប្រើប្រាស់ define name បានន័យថាយើងចងឈ្មោះឲ្យវាកន្លែងហ្នឹងយើងចងឈ្មោះឲ្យវាអូខេកុំឲ្យវាពេលដែលយើងធ្វើតំណែងមួយច្រើនទៅវាកុំឲ្យវាសុខស្វែងពេកយើងអាចចងជាគ្រប់បាន yes អូខេអញ្ចឹងមួយទៀតអន្តរខ្ញុំចង់កន្លែងនេះយើងអាចសរសេរបានដាក់ថា data អញ្ចឹងកន្លែងនេះ data ហើយកន្លែងនេះយើងអាច define comment យ៉ាអ្នកទៅ say comment បានកន្លែងហ្នឹងមិញក៏យើងអាចទៅ say បានតែខ្ញុំផ្លេចបញ្យល់កន្លែងហ្នឹងថាកន្លែងនេះយើងអាច comment បាន comment ពាក្យអ្វីដែលតាក់ទងទៅនឹងអ្វីដែលយើងបាន select ហ្នឹងឧទាហរណ៍ថាយើង select ប៉ុណ្ណាហើយដាក់ថាដាក់ថា data yes out time អូខេចុច okay yes អញ្ចឹងនៅពេលដែលយើងចុចអញ្ចឹងទៅយើងចូលទៅមើល formula ម្ដងទៀតអញ្ចឹងនៅពេលដែលនេះហើយវា select ទាំងអស់គ្នានេះវា select ប៉ុណ្ណឹងហើយដល់ក្រោមអញ្ចឹងកន្លែងហ្នឹងគឺយើងអាចមើលទៅនឹង comment បានកន្លែងហ្នឹងនៅពេលដែលរួចគឺយើងអាចមើលបានកន្លែងហ្នឹង yes comment របស់យើងគឺយើងអាចមើលបាននៅកន្លែងនេះ title មកដែលយើងបាននេះមិញ yes okay ឥឡូវយើងចូលទៅកាន់មួយទៀតគឺតទៅនឹង name manager មួយ define name នេះគឺវាតែមួយទេគាត់ថា name manager ហ្នឹងយើងអាច edit វាបន្ថែមបានឧទាហរណ៍ថាខ្ញុំចង់ edit data ហ្នឹងខ្ញុំអត់ចង់ select data ហ្នឹងមកប៉ុណ្ណឹងទេអញ្ចឹងខ្ញុំអាច select កន្លែងផ្សេងមក select កន្លែងហ្នឹងប៉ុណ្ណឹងយ៉ាហើយយើងចុច okay មកហ្នឹងគឺវា edit ដែរទេអូខេហើយកន្លែង comment មិញដែលយើងបាន comment មិញនេះ date as time គឺអត់កន្លែង comment មិញដែលយើងសរសេរមិញអញ្ចឹងបើយើងចង់មើល comment អីយើងស្រួលកន្លែងហ្នឹងយើងចង់រកតន័យអីអញ្ចឹងបើយើងឯកសារយើងច្រើននៅក្នុង set តែមួយឧទាហរណ៍ថាវាមានច្រើននៅក្នុងហ្នឹងហើយយើងចង់ចងជាគ្រប់យើងអាចចងបានហើយយើងចុចពីលើវាមួយទៅវាឃើញហើយវាច្អល់ប្រាប់ហើយថា item ID នៅណាអញ្ចឹងអូខេអញ្ចឹងអាហ្នឹងគឺជាអត្ថន័យនៃការប្រើទៅដល់ define name ហើយនិង name manager គឺអត្ថន័យរបស់វាគឺយើងចងជាក្រុមនៃ cell ឬក៏ rank អូខេឥឡូវយើងចូលដល់ទៅដល់ formula auditing formula auditing នេះមានន័យថាម៉េចformula auditing ហ្នឹងតទៅនឹងទី1គឺតទៅនឹងtrack precedent
track precedent ហ្នឹងគឺមិនន័យថាយើងសូអ្វីដែលយើងបានកណនាឧទាហរណ៍ថាខ្ញុំដាក់នៅក្នុងខ្សែហ្នឹងហើយខ្ញុំចុចទៅមិនន័យថាវាកណនាឧទាហរណ៍ថានេះវាកណនាគឺវាយកណាកណនាមួយណាគឺវាដាក់សញ្ញាចុចឲ្យហើយសញ្ញាព្រួយមកនៅពេលនេះគឺ track dependent ហ្នឹងគឺជាឲ្យបង្ហាញថាហ្នឹងវាจะเอาបង្ហាញថាហ្នឹងគឺយើងយកទៅប្រើមួយអាណាដោយសារតែតំណន័យហ្នឹងគឺរូបមន្តហ្នឹងគឺអត់ប្រើជាមួយនឹងអាណាផ្សេងទៀតទេអញ្ចឹងវាបង្ហាញទៀតឥឡូវខ្ញុំទៅរកតំណន័យណាមួយដែលវាមានតំណែងគ្នាឧទាហរណ៍ថាយកលំហាត់នេះចុះអូខេអញ្ចឹងយើងចង់ដឹងថារូបមន្តហ្នឹងគឺកណនាមកយកអាណាទៅកណនាមួយណាបានឃើញចម្លើយឧទាហរណ៍ថាaverage នេះយើងយកអាណាកណនាមួយណាបានឃើញរូបមន្ត average ហ្នឹងអញ្ចឹងយើងចុច select ទៅលើ rank នេះaverage នេះហើយយើងយកពាក្យថា track precedent អញ្ចឹងវានឹងបង្ហាញយើងថាaverage នឹងបានមកពីតើតើ math English ហើយនិង computer អញ្ចឹងគេធ្វើមិនបានឃើញ average អញ្ចឹងប្រហែលជាយើងយកអក្សរនេះ3ហ្នឹងយកបូកបញ្ចូលគ្នាចែកឲ្យ3ហើយឬក៏ ផលរង្វាន់ average ហ្នឹងឯងមួយទៀតកន្លែង track dependent dependence ហ្នឹងគឺមិនន័យថាតើអានេះយើងយកទៅកណនាមួយអាណាបន្តទៀតអញ្ចឹងយើងដាក់សារលើហ្នឹងហើយយើងយក track attendant ឃើញអត់អញ្ចឹង average ហ្នឹងយកទៅកណនាឲ្យ rank ផងយកទៅកណនាឲ្យ mention ផងអញ្ចឹង rank ហ្នឹងទាំងអស់ mention ទាំងអស់អញ្ចឹងនៅក្នុង cell នេះក៏ដូចគ្នានេះ goal នេះពេលដែលយើងចុចទៅអត់មានអីទៅដោយសារតែវាមានកណនាមួយណាតែគេដាក់ថា the track dependent command found no formula that refer to the active cell អញ្ចឹងមានន័យថាវាអត់មាន active ទៅ cell ណាផ្សេងទៀតទេវាអត់មានតែកណនាមួយ cell ណាផ្សេងទៀតទេលើកឡើងតែអានេះMac នេះយើងដាក់មកគឺយក3នេះកណនាអញ្ចឹង Mac គឺតម្លៃដែលធំបំផុតគឺនេះមកពីសារនេះសារ Mac នេះអូខេដល់ពេល track dependent ហ្នឹងអត់មានយកទៅកណនាមួយណាទៅទេ Mac ហ្នឹងគឺយើងអត់មានទៅយកទៅកណនាបន្តជាមួយនឹងរង្វាន់ណាផ្សេងទៀតទេយ៉ាអញ្ចឹងអាហ្នឹងគឺអត្ថន័យរបស់វាកន្លែងទៅនឹង formula auditing យ៉ាអញ្ចឹងនៅពេលដែលយើងធ្វើឲ្យយើងអាច remove ចោលបានកន្លែងហ្នឹងណាអូខេបន្តមកទៀតគឺតកតងទៅនឹងremove arrow ហ្នឹងយើងអាច remove បានហើយមួយទៀតតកតងទៅនឹង show formula តកតងនឹង show formula នេះគឺយើងបង្ហាញរូបមន្តឧទាហរណ៍ថាខ្ញុំចង់ដឹងថារូបមន្ត gold នេះបានមកពីអាណាកណនាមួយអាណាអញ្ចឹងយើងជីកកន្លែង show formula នេះមកវានឹងបង្ហាញរូបមន្តនេះរូបមន្តចង់មកឡានកុងតឺន័រជារូបមន្តវាច្រើនអ្នកទាំងអស់គ្នាមើលឃើញ yes អូខេទីមួយគឺ mark គឺយកកណនាមួយ cell ហើយដល់ពេល if នេះទៅជា hashtag file ពីមានរូបមន្តច្រើននៅក្នុងហ្នឹងទៀតញ៉ាំនៅពេលយើងចុចពីដងទៅវាឃើញរូបមន្តវានៅក្នុង mention ហ្នឹងអញ្ចឹងអាហ្នឹងគឺអត្ថប្រយោជន៍របស់វាគឺដើម្បីបង្ហាញនៅរូបមន្តនៅពេលដែលយើង play រូបមន្តនេះយើងអាចបង្ហាញបង្ហាញវាបានបន្ថែមកន្លែងហ្នឹងណាអូខេតោះឥឡូវយើងកន្លែង error check ហ្នឹងគឺយើងវាបង្ហាញជំនួយដល់យើងឧទាហរណ៍ថាយើងកណនាទៅវាខុសឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំស្មើខ្ញុំប្រមូល if ហើយខ្ញុំដាក់ថាអាសារហ្នឹងគឺនៅវាខុសរូបមន្ត file នេះខុសរូបមន្តអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ formula របស់យើងហើយ
Your error check sorry for my away error ตัวนี้ define លេខនេះវាចេញ5អញ្ចឹងវា error អញ្ចឹងយើងទៅ check មើលថាវា error មិនកន្លែងហ្នឹងឥឡូវយើងចែកមើលគ្រាន់តែថាយើងចុចទៅលើ error checking តមកទៀតយើងចូលកន្លែង have on this error វានឹងនេះទៅការវាទៅការអ៊ីនធឺណិតសម្រាប់បើយើងប្រើនៅក្នុងតកតងទៅនឹង desktop ឯងវាយើងអាចធ្វើរបៀបហ្នឹងបានអញ្ចឹងនៅក្នុងនោះវាបង្ហាញយើងថាយើងគួរប្រើរូបមន្តណាគួរប្រើរូបមន្តណាកន្លែងហ្នឹងវាចេញញាក់ណាំមិញអញ្ចឹងយើងគួរប្រើរូបមន្ត count if មិន if ទេអញ្ចឹងអានោះវាបង្ហាញយើងផ្លូវរបស់យើងមិនមែនតែមានតែមួយហ្នឹងទេវាបង្ហាញយើងហើយយើងអាចសួរវាអំពីerror របស់យើងយើង error ដោយសារអីគេដោយសារគេយើងអាចសួរវាបានហ្នឹងអូខេអញ្ចឹងកន្លែងហ្នឹងគឺវាមានតែប៉ុណ្្នឹងទេតែពេលនៅក្នុង function calculation នេះវាអត់សូវសំខាន់ទេនៅក្នុង Excel yes អញ្ចឹងអ្វីដែលខ្ញុំចង់បញ្យល់នៅក្នុងវីដេអូហ្នឹងគឺវាមានតែពីរហ្នឹងទេគឺទី1គឺ define name ហើយទី2គឺទៅទៅនឹង formula auditing អញ្ចឹងទៅទៅនឹង formula auditing ហ្នឹងគឺយើងដូចធ្វើមិនអញ្ចឹងគឺយើងបង្ហាញពីប្រមុនយើងបង្ហាញអំពីអ្វីដែលយើងបានកណនាហ្នឹងយើងយកអីមកកណនាមួយអីគេបានឃើញប៉ុណ្ណឹង yes អូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងជួបគ្នាវីដេអូបន្ទាប់ដែលយើងសិក្សាទៅលើតកតងទៅនឹង tab របស់ data ម្ដងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងអរគុណច្រើន yes ជំរាបលា bye bye